Adamលោកជំទាវសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភាសមាជិកសមាជិការាជរដ្ឋាភិបាលឯករាជ្យទូតឯករដ្ឋទូតនៃបណ្ដាប្រទេសនានាប្រចាំនៅកម្ពុជាអ្នកញ៉ាលីកុនថៃប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាគណៈអធិបតីភ្ញៀវកិត្តិយសថ្នាក់ដឹកនាំអ្នកតំណាងវិនិយោគកម្ពុជាទាំងអស់ជាទីមេត្រី To all my friends from China and Chinese-speaking countries, 大家好 And to all our friends from English-speaking countries, hello and welcome to Cambodia. ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សដែលបានចូលរួមក្នុងពិធីអបអរសាទរដំណើរការជាផ្លូវការមួយឆ្នាំរបស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជានិងពិធីអាហារភោជនាអាហារសាមគ្គីឆ្នាំ2025 ស្ថិតនៅក្នុងឱកាសដ៏រីករាយនេះខ្ញុំសូមអបអរសាទរចំពោះសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាដែលបានដំណើរការយ៉ាងរលូនក្នុងរយៈពេល1ឆ្នាំកន្លងទៅនិងក្នុងការចូលរួមចំណែកសេដ្ឋកិច្ចនិងអរគុណចំពោះការរៀបចំកម្មវិធីនេះឡើងយោងតាមរបាយការណ៍របស់អ្នកញ៉ាលីកុនថៃប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងសមាជិកសមាជិកាគ្រប់រូបនៃសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាដែលបានបដិញ្ញាចិត្តខ្ពស់រួមគ្នាដឹកនាំនិងដំណើរការសហព័ន្ធសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាប្រកបដោយភាពសកម្មនិងសហតាមពលដើម្បីចាប់យកកលានុវត្តភាពនៅក្នុងកិច្ចសហការទ្វេភាគីវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍ជាដើមលើសពីនេះសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាបានខិតខំបំពេញការងាររបស់ខ្លួនតាមរយៈការរៀបចំព្រឹត្តិការណ៍ជាតិអន្តរជាតិបង្កើតជាវេទិកាជំនួបគូផ្គងនិងពង្រីកកិច្ចសហប្រតិបត្តិការនានាជាពិសេសការបង្កើតកម្មវិធីទាក់ទាញវិនិយោគភ្ញៀវជាថ្មីមកទស្សនាសិក្សាស្វែងយល់និងស្វែងរកឱកាសវិនិយោគនៅកម្ពុជាទន្ទឹមនេះសមាគមសហព័ន្ធបានគៀកគោជំនួយនៅក្នុងការងារសង្គមគិច្ចមនុស្សធម៌ជាច្រើនដែលបានបង្ហាញពីសមានចិត្តនៃការចែករំលែកដ៏ថ្លៃថ្លាបន្ថែមនេះបេសកកម្មការងាររបស់សមាគមសហព័ន្ធក៏ជាការចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការជួយបង្កើតការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់ប្រជាជនកម្ពុជាព្រមទាំងជំរុញការនាំចូលជំនាញនិងបច្ចេកវិទ្យាថ្មីថែមទៀតដែលជាកត្តាសំខាន់នៅក្នុងគោលនយោបាយឲ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលកម្ពុជាអាដាមលោកជំទាវអ្នកអង្គការនិងអង្គពិធីជាទីមេត្រីយោងតាមរបាយការណ៍ពីក្រមប្រឹក្សាអភិវឌ្ឍកម្ពុជាក្នុងរយៈពេល5ខែឆ្នាំ2025នេះគម្រោងវិនិយោគចំនួន290គម្រោងត្រូវបានអនុម័តនៅក្នុងទុនវិនិយោគ$4,200 លានអាមេរិកបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ2024ចំនួនគម្រោងបានកើនឡើង137គម្រោងស្មើនឹង 90% ខណៈទុនវិនិយោគកើនឡើងប្រមាណ$1,400 លានស្មើនឹង 52% ដែលឯសម្រាប់វិថីទេសចរបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរក្នុងរយៈពេល5ខែឆ្នាំនេះទេសចរបានកើនជាអន្តរជាតិទេសចរអន្តរជាតិប្រមាណ 2,950,000 នាក់កើនឡើង 11.7 ធៀបនឹងរយៈពេលដូចគ្នាទាំងអស់នេះគឺបង្ហាញឲ្យឃើញអំពីការទុកចិត្តទៅលើស្ថិរភាពនិងលំនឹងសេដ្ឋកិច្ចរបស់កម្ពុជាសេដ្ឋកិច្ចសង្គមសន្តិសុខសង្គមដែលធានាបាននៅក្នុងសុខសន្តិភាពក្រោមនយោបាយឈ្នះឈ្នះនៅក្នុងស្មារតីនេះរាជរដ្ឋាភិបាលកម្ពុជាបានបដិញ្ញាចិត្តថែទាំការពារថែរក្សាសុខសន្តិភាពពេញលេញទៅក្នុងតម្លៃណាក៏ដោយប៉ុន្តែប៉ុណ្ណោះកម្ពុជាក៏ជាកន្លែងមួយដែលអ្នកវិនិយោគទាំងអស់នៅលើពិភពលោកអាចរាប់ថាទន្ទឹមនឹងការរក្សាបាននូវសុខសន្តិភាពនិងស្ថិរភាពរាជរដ្ឋាភិបាលបន្តគិតគូរនិងយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងការអភិវឌ្ឍធនធានពលកម្មវ័យក្មេងប្រកបដោយភាពប្រកួតប្រជែងខ្ពស់ដែលនឹងជួយគាំទ្រដល់ផលិតកម្មនានាបានយ៉ាងសកម្មនិងប្រសិទ្ធភាព ម
មិនតែប៉ុណ្ណោះកម្ពុជាគឺជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់និងទ្វេភាគីជាច្រើនដែលបានជួយបើកច្រកទីផ្សារបន្ថែមទៀតនៅក្នុងនោះយើងមានទីផ្សារអាស៊ានដែលមានប្រជាជនជាង662លានហើយកម្ពុជាក៏ជាទីផ្សារនៃបណ្ដាប្រទេសជាសមាជិកអេស៊ីបដែលមានប្រជាជនសរុបប្រមាណជាង 2.3 ពាន់លាននាក់ទីផ្សារទាំងនេះនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ផលិតកម្មការផ្គត់ផ្គង់ទំនិញផលិតផលសេវាកម្មនិងបណ្ដារោងចក្រសហគ្រាសរបស់វិនិយោគិននៅគ្រប់រូបជាមួយនឹងការបរិយាកាសដ៏អំណោយផលនេះរាជរដ្ឋាភិបាលក៏បានខិតខំពង្រឹងនៅបរិយាកាសធុរកិច្ចនៅកម្ពុជាតាមរយៈការដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីធានាបាននៅការធានានៅស្ថិរភាពក៏ដូចជាលំនឹងនៃការវិនិយោគរបស់អ្នកវិនិយោគិនរបស់យើងក៏ដូចជាការការពារផលប្រយោជន៍ផ្សេងៗរបស់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេសនៅក្នុងន័យនេះរាជរដ្ឋាភិបាលអាណត្តិទី7នេះក៏បានដាក់ចេញជាច្រើននៅការលើកទឹកចិត្តបន្ថែមទៀតនៅក្នុងការតាក់ទាញនិងថែរក្សានៅការវិនិយោគនៅកម្ពុជាចំពោះកិច្ចការទាំងអស់នេះនៅក្នុងឱកាសដ៏ប្រពៃនេះខ្ញុំសូមលើកទឹកចិត្តបណ្ដាវិនិយោគិនចិនវិនិយោគិនជាតិនិងអន្តរជាតិជាពិសេសភ្ញៀវបរទេសថ្មីសូមសម្រេចចិត្តជ្រើសរើសកម្ពុជាជាទីតាំងសម្រាប់រាល់កិច្ចការងារសហការពីព្រោះថារាជរដ្ឋាភិបាលកម្ពុជាតែងតែគិតការខ្ពស់ចំពោះការវិនិយោគនិងវិនិយោគិនគ្រប់រូបដោយគ្មានការរើសអើងហើយពិតជាសាទរចំពោះភាពរីកចម្រើនរបស់បណ្ដារោងចក្រសហគ្រាសដែលបានបណ្ដាក់ទុននៅកម្ពុជាយើងមិត្តទាំងអស់អាចយល់ដឹងអំពីស្ថិរភាពនិងសន្តិភាពនៅកម្ពុជាហើយទោះជាមានបញ្ហាខ្លះនៅព្រំដែនកំពុងតែកើតមានរាជរដ្ឋាភិបាលក៏នឹងបដិញ្ញាចិត្តនៅក្នុងការធានានៅការរកដំណោះស្រាយឲ្យបាននៅក្នុងកិច្ចការងារពាក់ព័ន្ធជាមួយព្រំដែននេះដើម្បីថែរក្សាសុខសន្តិភាពនិងស្ថិរភាពនៅក្នុងប្រទេសទាំងពីរក៏ដូចជាប្រទេសនៅក្នុងតំបន់ជាការលើកទឹកចិត្តទាំងអស់នេះក៏ខ្ញុំសង្ឃឹមថាអ្នកវិនិយោគមិត្តទាំងអស់នឹងបន្តមានការសម្រេចចិត្តធ្វើការវិនិយោគបន្តនៅកម្ពុជាហើយអ្នកវិនិយោគដែលទើបតែមកដើម្បីស្វែងរកឱកាសនៅក្នុងការវិនិយោគនៅកម្ពុជានៅពេលនេះក៏សង្ឃឹមថានឹងអាចជ្រើសយកកម្ពុជាយើងនៅក្នុងការធ្វើការវិនិយោគនិងតភ្ជាប់នៅខ្សែចង្វាក់ផលិតកម្មរវាងកម្ពុជានិងបណ្ដាប្រទេសផ្សេងៗនៅលើពិភពលោកចឹងជាថ្មីម្ដងទៀតខ្ញុំសូមអរគុណណាស់ចំពោះអ្នកអាជ្ញាលីកុនថៃដែលបានរៀបចំនៅកម្មវិធីនេះឡើងនៅថ្ងៃនេះហើយក៏សូមអរគុណទៅដល់មិត្តយើងទាំងអស់មកពីគ្រប់បណ្ដាប្រទេសទាំងអស់នៅទូទាំងសកលលោកដែលមានវិនិយោគនៅកម្ពុជា Before I finish, I would like to speak a little bit in English. I just want to say welcome and also really appreciate your role and contribution to the economy of Cambodia, to the investment. Please have a trust and confidence in the royal government of Cambodia that we will continue to be good partner for all investors, domestic, especially our foreign investors who are here in Cambodia. I hope that we will have a long way to go together. I understand that we have some friends that coming here tonight who have just arrived in Cambodia to look for the opportunity. I hope that you will find the opportunity to begin our relationship and grow together in the future. So, to finish this, I would give you all my best and we hope you all the prosperity and God bless everyone. Thank you very much. And ចំពោះថ្នាក់ដឹកនាំចំពោះអាដាមលោកជំទាវអ្នកអង្គការលោកអ្នកអង្គការភ្ញៀវកិត្តិយសនិងបងប្អូនវិនិយោគិនខ្មែរក៏សូមជូនពរឲ្យទទួលបាននូវពុទ្ធពរទាំង5ប្រការគឺអាយុវណ្ណៈនិងសុខៈពលៈកំបីនិងបដិភិនៈកំបីគ្លីគ្លីឡើយសូមអរគុណ